សួស្តីបងប្អូនទាំងអស់គ្នាបាទនេះជាដើមក្បាលវីដេអូរបស់ខ្ញុំពេលខ្ញុំឲ្យចំណៃមកនេះគឺជាកាកសំណល់ដែលខ្ញុំសល់ពីផ្ទះបាយអីចឹងមកខ្ញុំវាអត់សូវមានអីស៊ីចឹងក៏ពេលច្រើនមានបាយសល់បាយក៏ឲ្យបាយស៊ីសល់អីក៏ចាក់ណាបងចាក់វាស៊ីទៅព្រោះហ្នឹងវាសัตว์វាចូលចិត្តស៊ីចំណីអាហារហើយផ្សេងដោយសារខែនេះវាក្តៅខ្លាំងវាចេញក្រៅអត់បានទេនៅក្រោមម្លប់ឈើមកឲ្យពេលត្រជាក់អញ្ចឹងវាចេញមករកអីស៊ីហើយអញ្ចឹងវាពិបាកក្នុងការចិញ្ចឹមដែរបាទហើយនេះវីដេអូបន្ទាប់របស់ខ្ញុំបាទហើយនេះគឺថតជាមួយរុក្ខជាតិពណ៌បៃតងបាទដែលខំដាំជាយូរមកហើយពេលខ្លះក៏ខិតខំមែនទែនក្នុងការដាំដំណាំនេះដំណាំនោះចាដាំបងប្អូនអើយបាទដើម្បីឲ្យជីវិតយើងរស់ជាមួយនឹងធម្មជាតិអញ្ចឹងនៅអាយុវ័យប៉ុណ្ណឹងគឺអត់ដឹងថាទៅណាទេវាច្រើនចាប់ពីការងារនេះការនៅក្មេងៗចាប់ការងារចេះចង់ត្នេះត្នោះដល់ឥឡូវនេះអាយុវ័យប៉ុណ្ណេះគឺឲ្យតែបានដល់ម៉ោងទៅផ្ទះគឺថាទៅហើយទៅដល់ផ្ទះគឺមិនធ្វើអីទេស្រោចដំណាំស្រោចអីបងប្អូនដូចឃើញខ្ញុំតទឹកតអីចឹងហ្នឹងស្រោចដំណាំយើងផ្សេងអីជុំវិញផ្ទះមើលនេះមើលនោះមើលរបងមើលអីការពារកុំឲ្យសត្វស៊ីសត្វអីមានគោមានអីចូលណាបាទហើយដែលខ្ញុំថតនេះវារៀងយប់ដែរយប់រៀងគេដែរម៉ោងត្រង់5 6ហើយវិញចេញពីធ្វើការទៅម៉ោង5ត្រង់ដល់នោះម៉ោង5កន្លះទៅ6បាទត្រង់បានបាយល្ងាចបាយអីរៀងយូរដែរបាទនេះគឺសត្វតកូនឈើដែលខិតខំដាំដែលបងប្អូនខាងគាត់ចង់និយាយថាខ្ញុំធ្វើថ្មីទេប៉ុន្តែដាំបានលឿនតែវាជាការពិតតែដាំទៅយើងខិតខំក្នុងការដាំទៅវាបានផលឲ្យយើងមានផ្លែចេកផ្លែអីចាប់ផ្ដើមចេញបដាឲ្យផលយើងបានហូបបានអីចឹងណាបានមានត្រាប់មានអីសម្រាប់ទេហ្នឹងវាថាវាឲ្យទិន្នផលនៃការខិតខំប្រឹងប្រែងវាជួយលើកទឹកចិត្តយើងឲ្យយើងខំប្រឹងប្រែងណាបងប្អូនមកមានអំពៅមានអីលើអំពៅគឺដាច់ស្តុបហើយអំពៅយ៉ាស្អីមានអ្នកហូបបាទហ្នឹងហើយបាទអញ្ចឹងអរគុណច្រើនបាទបងប្អូនបាទដែលតែងតែតាមដានទស្សនាបាទងឹតទៅបងប្អូនយល់បងថតអត់សូវច្បាស់ទេហ្នឹងហើយបាទអញ្ចឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាទអរគុណបាយបាយ